ប្រធានក្លឹបអ្នកកាសែតកម្ពុជានឹងជួយបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍ការធានារ៉ាប់រងអាយុជីវិតដល់ពលរដ្ឋដើម្បីបញ្ជ្រាបចំណេះដឹងថ្មីៗបន្ថែមទៀតសម្រាប់ឲ្យពលរដ្ឋមានការសម្រេចចិត្តច្បាស់លាស់ក្នុងការទិញធានារ៉ាប់រងយកមកប្រើប្រាស់អាចទទួលបានសំណងក្រោយជួបហានិភ័យផ្សេងៗជាយថាហេតុណាមួយថ្លែងក្នុងបទសម្ភាសន៍ជាមួយអង្គភាពសារព័ត៌មាន Campus នាព្រឹកថ្ងៃទី22ខែមេសាឆ្នាំ2025នេះលោកពុយគាប្រធានក្លឹបអ្នកកាសែតកម្ពុជាបានលើកឡើងថាក្លឹបអ្នកកាសែតកម្ពុជាបានចាប់ផ្ដើមចាប់ដៃជាមួយនាយត្តករធានារ៉ាប់រងកម្ពុជាសមាគមធានារ៉ាប់រងនិងស្ថាប័នផ្សេងៗដែលជាប់ពាក់ព័ន្ធក្នុងវិស័យធានារ៉ាប់រងនេះដើម្បីពង្រីកការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋកម្ពុជាទាំងមូលមានការយល់ដឹងបន្ថែមអំពីអត្ថប្រយោជន៍និងត្រូវមានភាពចាំបាច់ក្នុងការទិញធានារ៉ាប់រងអាយុជីវិតដែរឬទេលោកពុយគាបានបញ្ជាក់ថាការពង្រីកការផ្សព្វផ្សាយលើវិស័យធានារ៉ាប់រងនេះដែលមើលឃើញថាមានប្រជាពលរដ្ឋខ្មែរជាច្រើននៅមិនទាន់មានការយល់ដឹងច្បាស់លាស់នៅឡើយក្រោយទិញធានារ៉ាប់រងមានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះផងដែរក្លឹបអ្នកកាសែតកម្ពុជានោះបានចាប់ដៃជាមួយនាយត្តករធានារ៉ាប់រងរបស់កម្ពុជាជាមួយនឹងសមាគមធានារ៉ាប់រងហើយនឹងស្ថាប័នផ្សេងៗទៀតដែលពាក់ព័ន្ធនៅក្នុងវិស័យធានារ៉ាប់រងនេះហើយយើងដឹងនៅក្នុងប្រទេសកម្ពុជាយើងប្រជាពលរដ្ឋយើងមិនច្រើនទេមិនច្រើនណាស់ណាទេដែលលោកបានយល់ច្បាស់អំពីវិស័យធានារ៉ាប់រងនៅកម្ពុជាក៏ដូចគ្នាអ្នកសារព័ត៌មានខ្លួនឯងហ្នឹងក៏ការយល់ដឹងនៅមានកម្រិតដែរអញ្ចឹងហើយបានខាងនាយត្តករកម្ពុជាហ្នឹងវិស័យប្រមាណតែពាក់ព័ន្ធហ្នឹងបានចាប់ដៃជាមួយក្លឹបអ្នកកាសែតកម្ពុជាដើម្បីធ្វើយ៉ាងណាយើងពង្រីកយើងនៅក្នុងការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋដល់ប្រទេសជាតិយើងទាំងមូលស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍ហើយនឹងកត្តាតើចាំបាច់ឬអត់ដែលប្រជាពលរដ្ឋរបស់យើងជាពិសេសបណ្ដាក្រុមហ៊ុនសហគ្រាសនានានឹងគួរតែទិញអាការធានារ៉ាប់រងដែរឬទេអញ្ចឹងហើយមានការសួរឆ្លើយពាក់ព័ន្ធទៅការនេះច្រើនហើយក៏ទន្ទឹមនឹងក៏មានប្រជាពលរដ្ឋឬក៏ស្ថាប័នក្រុមហ៊ុនសហគ្រាសអីមួយចំនួនហ្នឹងបើតូចវិញគឺមានការស្ទាក់ស្ទើរណាស់ថាមិននឹងជាការទិញធានារ៉ាប់រងហ្នឹងគេអាចធានាបាន 100% ទៅតាមអ្វីដែលយើងបានបង់ហើយគេនឹងសងយើងវិញដែរឬទេទៅតាមអ្វីដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចសន្យាទាំងអស់ហ្នឹងអញ្ចឹងហើយបានទាមទារអ្នកសារព័ត៌មានត្រូវឆ្លៀតសួរបន្ថែមទៀតដើម្បីធានាយ៉ាងណាកុំឲ្យប្រជាពលរដ្ឋយើងឬមួយក៏អ្នកដែលប្រើប្រាស់សេវាធានារ៉ាប់រងហ្នឹងរងគ្រោះអញ្ចឹងហើយបានជាខាងគណនាយកដ្ឋានរបស់នាយត្តករធានារ៉ាប់រងកម្ពុជាជាមួយនឹងសមាគមធានារ៉ាប់រងហើយនឹងបណ្ដាក្រុមហ៊ុនដែលតាក់ទងនឹងវិស័យធានារ៉ាប់រងនោះបានធ្វើការជាមួយគ្នាហើយបានបង្កើតនៅវេទិកាជាច្រើនជាបន្តបន្ទាប់ជាមួយនឹងអ្នកសារព័ត៌មានក្រោមការសម្របសម្រួលរបស់ក្លឹបអ្នកកាសែតកម្ពុជានេះហើយថ្ងៃនេះក៏ដូចគ្នាគឺយើងបន្តធ្វើកិច្ចការនេះតទៅទៀតដើម្បីផ្សព្វផ្សាយឲ្យទូលាយអំពីអត្ថប្រយោជន៍ភាពប្រឈមហើយនឹងសំណងនានាដែលជាគេហៅថាជាផលប្រយោជន៍រួមទាំងអ្នកប្រើសេវាទាំងអ្នកផ្ដល់សេវាហើយជាពិសេសដើម្បីជៀសវាងនៅហានិភ័យនានាដែលនឹងអាចកើតមានរាល់ថ្ងៃចំពោះប្រជាពលរដ្ឋទូទៅដូច្នេះបើទិញទៅវាចំណេញយ៉ាងដូចម្ដេចហើយបើមិនទិញវាហានិភ័យយ៉ាងដូចម្ដេចចឹងទាំងអស់ហ្នឹងគឺមាននៅក្នុងការឆ្លើយឆ្លងគ្នាហើយអ្នកសារព័ត៌មានក៏បានព្យាយាមផ្សព្វផ្សាយទាំងអស់ហ្នឹងដើម្បីឲ្យប្រជាពលរដ្ឋយើងបានយល់ដឹងបន្ថែមសូមបែងចែកចេះគឺទី1ធានារ៉ាប់រងនេះភាគច្រើនគេធានាទៅដល់ពីអាយុជីវិតធានារ៉ាប់រងទៅដល់ហានិភ័យនានានៅក្នុងគ្រួសារទាំងមូលឧទាហរណ៍ដូចជាក្រុមហ៊ុនគេមានបើកក្រុមហ៊ុនផ្សេងអញ្ចឹងទៅហើយដូច្នេះត្រូវការធានាបើសិនជាក្នុងករណីឧទាហរណ៍ថាមានអគ្គិភ័យឬមួយក៏មានហេតុការណ៍អីកើតឡើងដែលវាធ្វើឲ្យប៉ះពាល់ខូចខាតទៅដល់ទ្រព្យសម្បត្តិទាំងអស់ហ្នឹងអញ្ចឹងហើយពេលដែលយើងទិញសេវាធានារ៉ាប់រងគឺនឹងជួយត្រឡប់មកវិញទី2ចំពោះបញ្ហាសុខភាពជាទូទៅយើងដឹងហើយថាមានសេវាសុខភាពគឺជាសេវាមួយដ៏សំខាន់ដែលប្រជាពលរដ្ឋយើងទូទៅត្រូវការអញ្ចឹងគាត់ក៏តែងតែទិញអំពីសេវាកម្មធានារ៉ាប់រងនេះក៏ប៉ុន្តែទន្ទឹមហ្នឹងដោយសាររដ្ឋថាវិបាលកម្ពុជាបានជួយទៅដល់បានបសសដូច្នេះហើយជាកត្តាមួយដែលខ្ញុំគិតថាវាអាចកាត់បន្ថយនៅការប្រើប្រាស់សេវាកម្មធានារ៉ាប់រងតាក់ទងនឹងសុខភាពទូទៅក៏ប៉ុន្តែយ៉ាងណាក៏ដោយយោងទៅតាមតួលេខរបស់ខាងសមាគមធានារ៉ាប់រងនេះឃើញថានៅតែមានកំណើនមានសន្ទុះទៅមុខនៅឡើយទេបើទោះបីជាមានការថ
ថយចុះក៏ប៉ុន្តែសន្ទុះនៅតែបន្តទៅមុខដូច្នេះនៅតែជាចំណុចវិជ្ជមានសម្រាប់ទីផ្សារធានារ៉ាប់រងនៅកម្ពុជាជាមួយគ្នានេះលោកពុយគាបានអំពាវនាវឲ្យពលរដ្ឋគួរទិញធានារ៉ាប់រងសុខភាពនិងអាយុជីវិតដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗប្រសិនបើយើងជួបហានិភ័យផ្សេងៗជាយថាហេតុណាមួយនោះខេមពពព័ត៌មានថ្មីគ្រប់វិនាទី